នេះតិចដោយសារតែខាងលោកស្នងការគាត់ចាប់ផ្ដើមស្វែងរកលោកតាសក់សភ្នំត្បែងចាហើយគេធ្វើchoខ្ញុំជឿតែមិនអីទីអើយមានសុខសុភាចាខ្ញុំថាខ្ញុំអត់ទេមិនទៅនិយាយបើកកកាយរឿងរ៉ាវរបស់គាត់ទេព្រោះគាត់ឥឡូវខ្ញុំឃើញគាត់មែនតើទៅដូចជាអ្នកលងជាមួយខំវាសនាណាចាបើយើងមើលជំនាន់ទឹកលិចលោកបាទយើងមើលទៅដូចគាត់ចង់លងទៅក្នុងអញ្ចឹងតែក្មួយជឿទៅប៉ុណ្្នឹងធ្វើម៉េចទេបាទអញ្ចឹងគ្មាននរណាមួយទៅអាចនេះគាត់បានទេព្រោះគាត់ជឿទៅហើយបាទប៉ុន្តែគាត់តែជឿអីក៏ដោយកុំអោយឈានទៅដល់មហន្តរាយនៃទ្រព្យសម្បត្តិនិងខកខ្លួនបាទប៉ុន្តែឥឡូវនេះដោយសារតែខ្ញុំចង់និយាយនេះគឺខ្ញុំអត់និយាយ background ប្រវត្តិអីឲ្យវែងឡាយនៅពីខាងក្រោយខ្នងតាសក់សតាសក់ខ្មៅអីទេគាត់ថានៅឥឡូវនេះខាងស្នងការលោកស្វាស្វែងរកលោកអីឈ្មោះអីគាត់ឈ្មោះអីចក្រាវុធហ្នឹងហើយលោកចក្រាវុធដែលហៅលោកតាសក់សភ្នំត្បែងហ្នឹងដើម្បីយកទៅហៅគាត់ទៅបំភ្លឺចាបាទមិនមែនថាចាប់ខ្លួនយ៉ាងអីធម្មតាប្រិមិត្តសមត្ថកិច្ចក្នុងការរៀបចំសណ្ដាប់ធ្នាប់សន្តិសុខកុំឲ្យវាខ្លះគេថាជាការបំពុលសង្គមចេះតែផ្សព្វផ្សាយតាមបណ្ដាញសង្គមអញ្ចឹងទៅពីមួយទៅមួយវាធ្វើឲ្យវល់ចាអញ្ចឹងសមត្ថកិច្ចគេមានតួនាទីក៏ហៅបុគ្គលនឹងទៅបំភ្លឺបញ្យលដើម្បីឲ្យវាជ្រះស្រឡះបាទរឿងនេះវាមិនបានវាចេញអញ្ចឹងបាទអញ្ចឹងសមត្ថកិច្ចគេស្វាស្វែងរកហើយបាទដើម្បីឲ្យលោកចក្រាវុធហ្នឹងគឺទៅបំភ្លឺជាមួយនឹងសមត្ថកិច្ចបាទជុំវិញអំពីរឿងអីរកស៊ីអីអត់កំបាំងចាបាទអត់កំបាំងរឿងស្អីគេកោះលុបអីកោះលុបចាអត់កំបាំងកោះលុបហ្នឹងរឿងសម្រិតដែរចារឿងសម្រិតបាទចាហើយខ្ញុំក៏បានស្រាវជ្រាវនៅពីខាងក្រោយអីហ្នឹងដែរប៉ុន្តែទុកលទ្ធភាពឲ្យសមត្ថកិច្ចលោកហៅលោកចក្រាវុធនឹងមកសាកសួរចុះចាបាទដើម្បីឲ្យដឹងរឿងពិតចុងក្រោយវាយ៉ាងម៉េចប៉ុន្តែអ្នកខ្លះថាតាសក់សគាត់ដាក់មេប្រូចទៅហើយចឹងបានសិមខ្ញុំបង្ហោះ Facebook ខ្ញុំថាគាត់រហូតដល់ឈ្មោះជាអ្នកសាច់ចាំងមានសិលរឿងអីទៅដាក់មេប្រូចចាគាត់ចេះបំបាំងកាយបំបាំងកាយបានចាហ្នឹងហើយចឹងមានប៉ុណ្ណឹងទេបងប្អូនណាហើយខ្ញុំឃើញបងប្អូនបញ្ចេញមតិច្រើនរឿងហ្នឹងតែគាត់ថាខ្ញុំរឿងបុគ្គលខ្ញុំមិនយកមកនិយាយអីឲ្យវាច្រើនថាខ្ញុំជួយចម្លងឲ្យរឿងនេះកាន់តែផ្ទុះថែមខ្ញុំមិនចង់ដូចចឹងទេចាបាទឈ្មោះគាត់វងចក្រាយុទ្ធណាមិនមែនចក្រាវុធទេចក្រាយុទ្ធចាចក្រាយុទ្ធហើយឈ្មោះដែលតែងតាំងខ្លួនឯងហ្នឹងឈ្មោះអង្គមហាអេសវរៈសិវមុខពេជ្រសង្វាវងចាហៅលោកតាសក់សលីថាពុនហ្នឹងគេថាគាត់ពិការដៃមួយចំហៀងអញ្ចឹងចាអូខេចាបាទតោះអត់អីចាំមើលលោកស្នងការគាត់ស្វែងរកក៏ហៅគាត់មកឆ្លើយបំភ្លឺហ្នឹងយ៉ាងម៉េចអីចាំខ្ញុំជម្រាបជូនបន្ថែមតែឲ្យខ្ញុំឆ្កឹះឆ្កៀលពីរឿងក្មួយស្អីសុភានៅអីយ៉ាងម៉េចអត់ទេអានឹងជំនឿផ្ទាល់ខ្លួនរបស់គាត់ចាបាទចា